អត្ថប្រយោជន៍ប្រៀបធៀបនឹងឋានៈតម្លៃនៃរបស់អ្វីមួយគឺស្ថិតនៅលើសមត្ថភាពរបស់វាដែលជួយឲ្យអ្នករស់នៅក្នុងជីវិតដែលអ្នកចង់បានខ្ញុំធ្លាប់ឮមនុស្សម្នាក់និយាយថារថយន្ត Toyota ស៊េរីខ្ពស់គឺជាឡានដែលល្អជាងរថយន្ត BMW ស៊េរីទាបព្រោះ Toyota ទុកទៅដោយរបស់ដែលធ្វើឲ្យការបើកបរមានភាពរីករាយកៅអីទន់ស្រួលប្រព័ន្ធសំឡេងល្អដំបូលបើកខណៈពេលដែល BMW ស៊េរីទាបភាគច្រើនគ្រាន់តែសម្រាប់អួតតែប៉ុណ្ណោះ Toyota ស៊េរីខ្ពស់ដែលបំពាក់មកជាមួយគ្រប់ជម្រើសទាំងអស់មានអត្ថប្រយោជន៍វាធ្វើឲ្យជីវិតរបស់អ្នកប្រសើរឡើងអ្នកប្រើប្រាស់វាសម្រាប់ខ្លួនឯងចំណែក BMW ស៊េរីទាបមានឋានៈវាប្រហែលជាផ្លាស់ប្ដូរទស្សនៈរបស់អ្នកដទៃមកលើរូបអ្នកប្រើប្រាស់វាសម្រាប់ពួកគេនិងដើម្បីឲ្យគេចាប់អារម្មណ៍វាជាការបែងចែកដ៏សំខាន់ណាស់នៅពេលចាយលុយប្រហែលជាចំណុចសំខាន់បំផុតតែមួយគត់ពីព្រោះវាឆ្លុះបញ្ចាំងពីការពិតថាតើអ្នកកំពុងប្រើប្រាស់លុយជាឧបករណ៍ដើម្បីរស់នៅក្នុងជីវិតដែលប្រសើរជាងមុនឬជាបន្ទាត់វាស់ស្ទង់ដើម្បីប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃគំរូមិនទាន់ល្អឥតខ្ចោះមួយដែលខ្ញុំប្រើក្នុងជីវិតផ្ទាល់ខ្លួនគឺការគិតថាប្រសិនបើគ្រួសារខ្ញុំនិងខ្ញុំត្រូវបាននៅជាប់លើកោះមួយដែលគ្មាននរណាម្នាក់នៅជុំវិញដើម្បីមើលពួកយើងហើយយើងអាចមានសម្ភារៈអ្វីក៏បានដែលយើងចង់បានតើយើងនឹងចង់បានអ្វីខ្លះនៅក្នុងស្ថានភាពនេះអ្នកនឹងឲ្យតម្លៃលើអត្ថប្រយោជន៍ជាជាងឋានៈភ្លាមអ្នកនឹងឲ្យតម្លៃលើភាពងាយស្រួលជាជាងរូបរាងខាងក្រៅសាច់កណាត់ដែលល្អជាជាង logo ដែលល្បីទិដ្ឋភាពដ៏ស្រស់ស្អាតជាជាងលេខកូដតំបន់ដែលមានកេរ្តិ៍ឈ្មោះនិងអន្តរកម្មសង្គមជាជាងឋានៈសង្គមអ្នកនឹងចង់បាន Toyota ស៊េរីខ្ពស់មិនមែន BMW ស៊េរីទាបនោះទេអ្នកនឹងចង់បានអត្ថប្រយោជន៍ជាជាងឋានៈខ្ញុំមិនប្រឆាំងនឹងការទិញរបស់របរគ្រាន់តែដើម្បីឋានៈនោះទេការរស់នៅឲ្យសមស្របទៅនឹងក្រុមសង្គមដែលអ្នកជ្រើសរើសគឺជាផ្នែកដ៏សំខាន់នៃជីវិតដែលមានសុភមង្គលហើយអត្ថប្រយោជន៍សង្គមនៃឋានៈខ្ពស់អាចមានឥទ្ធិពលយ៉ាងខ្លាំងសម្រាប់អ្នកដែលធ្វើវាបានសម្រេចអ្វីដែលខ្ញុំរកឃើញថាគួរឲ្យចាប់អារម្មណ៍គឺជាករណីដែលមនុស្សភ័ន្តច្រឡំរឿងទាំងពីរនេះហើយវាជារឿងធម្មតាបំផុតជួនកាលមនុស្សគិតថាពួកគេកំពុងទិញអ្វីមួយដែលល្អពីព្រោះវានឹងធ្វើឲ្យជីវិតរបស់ពួកគេកាន់តែរីករាយមានផាសុកភាពគួរឲ្យចាប់អារម្មណ៍ឬពេញលេញប៉ុន្តែដោយមិនដឹងខ្លួនអ្វីដែលពួកគេកំពុងចំណាយគឺដើម្បីឱកាសដែលអ្នកដទៃនឹងមើលមកពួកគេក្នុងរូបភាពវិជ្ជមានជាមួយនឹងអ្វីៗគ្រប់យ៉ាងដែលអ្នកទិញវាមានសារៈសំខាន់ណាស់ក្នុងការកំណត់ឲ្យច្បាស់ថាវាជាមួយណាហេតុអ្វីបានជាអ្នកចង់ទិញវាពិតប្រាកដហើយដឹងថាជម្រើសនីមួយៗផ្ដល់នូវលទ្ធផលនិងអត្ថប្រយោជន៍ខុសគ្នាទាំងស្រុងមហាសេដ្ឋី Bill Koch បាននិយាយថាបងប្រុសម្នាក់របស់គាត់ប្រមូលលុយម្នាក់ទៀតប្រមូលស្រីចំណែកគាត់ចូលចិត្តប្រមូលស្រាទំពាំងបាយជូរបន្ទប់ទុកស្រារបស់ Koch ធ្លាប់មានការប្រមូលស្រាលំដាប់ពិភពលោកជាង 43,000 ដបគាត់ស្រឡាញ់វាណាស់គាត់និយាយថាអ្នកអាចភ្លក់បាននៅក្តីស្រឡាញ់របស់អ្នកធ្វើស្រាដោយហៅការផឹកស្រាកម្រថាជាការផឹកប្រវត្តិសាស្ត្រដែលស្មើនឹងបទពិសោធន៍ខាងវិញ្ញាណដបស្រារបស់ Koch ខ្លះគឺជាប្រភេទដ៏ល្អបំផុតនិងកម្របំផុតដែលមិនធ្លាប់មានគាត់ធ្លាប់បានបង់ប្រាក់$40,000សម្រាប់ស្រា4ដបដែលត្រូវបានគេអះអាងថាជារបស់អតីតប្រធានាធិបតី Thomas Jefferson ដបទាំងនោះមានហត្ថលេខារបស់ Jefferson សរសេរដោយផ្ទាល់ដៃនៅលើនោះនៅពេល Koch ឮថាមានលក់គាត់និយាយថាខ្ញុំត្រូវតែមានវាឲ្យបានហើយវាក៏ចប់ត្រឹមនឹងវាជាទ្រព្យសម្បត្តិដ៏អស្ចារ្យដែលគាត់រីករាយនឹងបង្អួតរហូតដល់អ្នកប្រវត្តិសាស្ត្រមកពីអចលនទ្រព្យរបស់ Jefferson បានប្រាប់ Koch ថាដបទាំងនោះគឺជារបស់ខ្លែងខ្លាយទាំងស្រុងចាប់តាំងពីពេលនោះមកគម្រោងស្រាវជ្រាវដើម្បីផ្ទៀងផ្ទាត់ការប្រមូលស្រារបស់ Koch ក៏បានចាប់ផ្ដើមគាត់បានជួលអ្នកស៊ើបអង្កេតឯកជនដែលបានរកឃើញថាដែលប្រហែលជាមិនធ្វើឲ្យអ្នកភ្ញាក់ផ្អើលទេស្រាដែលមានតម្លៃថ្លៃនិងជាទីប្រាថ្នាបំផុតរាប់រយដបរបស់គាត់គឺជាស្រាខ្លែងខ្លាយថោក
ស្រាទំពាំងបញ្ជូរคล้ายៗគឺជាអាជីវកម្មដ៏ធំមួយដូចគ្នាទៅនឹងកាបូបវ៉ែនតាស្បែកជើងនិងគ្រឿងអលង្ការคล้ายៗដែរក្រុមប្រឹក្សាការពារឧក្រិដ្ឋកម្មជាតិនិយាយថាទំនិញคล้ายៗជាង$2 trillionត្រូវបានលក់នៅទូទាំងពិភពលោកជារៀងរាល់ឆ្នាំដែលជាពាណិជ្ជកម្មខុសច្បាប់ធំជាងគេបំផុតនៅក្នុងពិភពលោកផ្នែកដ៏ធំនៃមូលហេតុដែលទំនិញคล้ายៗបានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប្រមាណឆ្នាំចុងក្រោយនេះគឺដោយសារតែពួកបោកប្រាស់មានជំនាញខ្លាំងក្នុងការធ្វើរបស់ចម្លងឲ្យដូចរបស់ពិតសូម្បីតែអ្នកជំនាញក៏ពិបាកនឹងសម្គាល់ដែរវាជារឿងដែលគួរឲ្យចង់ដឹងខ្លាំងណាស់នៅពេលអ្នកគិតពីវាទំនិញខ្លះមានតម្លៃថ្លៃព្រោះគេចាត់ទុកថាមានគុណភាពខ្ពស់ប៉ុន្តែសូម្បីតែអ្នកទិញដែលឆ្លាតវៃនិងម៉ាកល្បីៗខ្លួនឯងក៏ជារឿយៗពិបាកនៅក្នុងការសម្គាល់របស់คล้ายៗដែរពីព្រោះគុណភាពនៃផលិតផលคล้ายៗជារឿយៗគឺប្រហាក់ប្រហែលនឹងរបស់ពិតម្នាក់ក្នុងចំណោមពួកបោកប្រាស់ដែលបានបោក Bill Cook គឺជាអ្នកចូលចិត្តស្រាជនជាតិឥណ្ឌូនេស៊ីម្នាក់ឈ្មោះ Rudy Kurniawan គាត់ត្រូវបានចាប់ខ្លួននៅក្នុងឆ្នាំ2012ពីបទដំណើរការអាជីវកម្មស្រាคล้ายៗដ៏ធំ Kurniawan បានរួចខ្លួនពីការលក់ស្រាคล้ายៗទៅឲ្យអ្នកផឹកស្រាដែលឆ្លាតវៃបំផុតក្នុងលោកអស់រយៈពេលជាច្រើនឆ្នាំពីព្រោះស្រាคล้ายៗរបស់គាត់មិនត្រឹមតែមើលទៅល្អប៉ុណ្ណោះទេរសជាតិរបស់វាគឺល្អខ្លាំងនិងដូចរបស់ពិតណាស់គាត់គឺជាមេខ្លោងនៅក្នុងការលាយស្រាថោកចូលគ្នាបិទស្រាคล้ายៗដែលធ្វើឲ្យអ្នកប្រមូលទិញស្រក់ទឹកមាត់និងលក់ក្នុងតម្លៃខ្ពស់ហួសហេតុរឿងដដែលនេះកើតឡើងចំពោះកាបូបคล้ายៗនៅក្នុងឆ្នាំ2016ស្ត្រីម្នាក់ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារពីបទទិញកាបូបតម្លៃ$40,000ពីហាងទំនិញរួចយកកាបូបคล้ายៗដែលមានរូបរាងដូចគ្នាបេះបិទមកបដូរវិញឲ្យយកកាបូបពិតទៅលក់តាមអ៊ីនធឺណិតនាងបានធ្វើបែបនេះអស់រយៈពេលជាច្រើនឆ្នាំដោយជោគជ័យពីព្រោះកាបូបคล้ายៗដែលនាងយកមកបដូរក្នុងហាងវិញនោះមើលទៅដូចជារបស់ពិតរហូតដល់មិនអាចសង្ស័យបានប្រសិនបើរសជាតិនៃស្រាคล้ายៗឬគុណភាពនៃកាបូបคล้ายៗមិនអាចបែងចែកពីរបស់ពិតបានទេនោះអ្នកមិនគួរមានបញ្ហាទេប្រសិនបើគោលដៅរបស់អ្នកគឺអត្ថប្រយោជន៍ប៉ុន្តែជារឿយៗវាមិនមែនដូច្នោះទេអ្វីដែលអ្នកចង់បានគឺឋានៈអ្នកចង់បង្ហាញអ្នកដទៃនិងដឹងសម្រាប់ខ្លួនឯងថាអ្នកមានរបស់ដែលមនុស្សតិចតួចណាស់អាចមានវាធ្វើឲ្យអ្នកមានអារម្មណ៍ល្អចំពោះខ្លួនឯងនិងអ្វីដែលអ្នកបានសម្រេចដែលជាថ្មីម្ដងទៀតរឿងនេះគ្មានបញ្ហាអ្វីទេជាការពិតខ្ញុំក៏ធ្លាប់ធ្វើវាដែរពេលខ្លះប៉ុន្តែការទិញរបស់សម្រាប់អត្ថប្រយោជន៍របស់វាប្រៀបធៀបនឹងឋានៈរបស់វាផ្ដល់នូវបទពិសោធន៍និងលទ្ធផលខុសគ្នាស្រឡះ David Brooks ធ្លាប់សរសេរអំពីដំណើរទស្សនកិច្ចទៅកាន់អាហ្វ្រិកគាត់និងគ្រួសារបានស្នាក់នៅកន្លែងខុសៗគ្នាចំនួន7ខ្លះទំនើបនិងប្រណិតខ្លះទៀតជាបែបជំរុំដែលគ្មានទឹកប្រើប្រាស់បន្ទាប់ពីដំណើរកម្សាន្តនោះ Brooks និងគ្រួសារបានដឹងថាពួកគេចូលចិត្តជំរុំធម្មតាជាងសន្តាគារល្អជំរុំថោកពួកគេបានប្រស្រ័យតាក់ទងជាមួយអ្នកស្រុកនិងជួបភ្ញៀវដទៃទៀតកូនរបស់គាត់បានលេងបាល់ទាត់ជាមួយបុគ្គលិកនៅសន្តាគារថ្លៃពួកគេត្រូវបាននៅដាច់ដោយឡែកក្នុងតំបន់សុវត្ថិភាពដ៏ស្ងប់ស្ងាត់នោះហើយជាភាពតាក់ទាញនៃសន្តាគារល្អស្នាក់នៅទីនោះហើយអ្នកនឹងស្ទើរតែមិនឃើញមានភាពខុសគ្នារវាងតំបន់ Midtown Manhattan និងឧទ្យាន Serengeti ឡើយប៉ុន្តែវាមិនមែនជាអ្វីដែលគ្រួសារគាត់ចង់បានពិតប្រាកដនោះទេការដេញតាមភាពប្រណិតនិងប្រហែលជាឋានៈបានធ្វើឲ្យបាត់បង់អត្ថប្រយោជន៍នៃដំណើរកម្សាន្តអត្ថប្រយោជន៍ដែលត្រូវបានបំផ្លាញដោយការដេញតាមឋានៈគឺជារឿងធម្មតាបំផុតនៅក្នុងជីវិតប្រចាំថ្ងៃគិតអំពីបន្ទុកនៃការថែទាំផ្ទះដែលធំជាងអ្វីដែលអ្នកត្រូវការឬភាពតានតឹងដែលអ្នកមានអារម្មណ៍ពីការទិញឡានទំនើបដែលអ្នកទើបតែគ្មានលទ្ធភាពបង់ថ្លៃឋានៈដែលលេបត្របាក់អត្ថប្រយោជន៍គឺជាការខកចិត្តទូទៅបំផុតមួយនៃការចំណាយសម័យទំនើបប្រូកបានសរសេរថាមនុស្សជារឿយមិនសូវពូកែដឹងពីរបៀបចាយលុយរបស់ពួកគេទេ
នៅពេលយើងទទួលបានចំណូលបន្ថែមយើងចំណាយវាទៅលើភាពឯកជនលំហែនិងភាពស៊ីវិល័យប៉ុន្តែស្រាប់តែយើងក្រឡេកមើលជុំវិញហើយឃើញថាយើងកំពុងស្ថិតនៅខាងខុសនៃបន្ទាត់ដែលបែងចែករវាងអ្វីដែលធ្វើឲ្យអ្នកមានសុភមង្គលនិងអ្វីដែលធ្វើឲ្យមនុស្សមើលមកអ្នកការគិតថាឋានៈគ្មានតម្លៃវាមិនមែនជាចំណុចសំខាន់នោះទេតាមពិតវាអាចជាមហន្តរាយប្រសិនបើអ្នកមិនខ្វល់ថាអ្នកណានឹងគិតយ៉ាងណាចំពោះអ្នកទេនោះមានឱកាសច្រើនដែលគ្មាននរណាម្នាក់នឹងគិតពីអ្នកឡើយអ្នកនឹងឃើញខ្លួនឯងត្រូវបានកាត់ផ្តាច់ចេញពីពិភពសង្គមដែលអាចជាធាតុផ្សំដ៏សំខាន់បំផុតនៃសុភមង្គលក្នុងជីវិតរបស់អ្នកប៉ុន្តែអ្នកប្រហែលជាយល់ថាការឲ្យតម្លៃលើអត្ថប្រយោជន៍ច្រើនជាងឋានៈមានសារៈសំខាន់ដោយសារហេតុផលធំៗពីរយ៉ាងហេតុផលទី1ការទិញរបស់សម្រាប់អត្ថប្រយោជន៍ផ្ដល់ឲ្យអ្នកនៅសមត្ថភាពនៅក្នុងការបង្ហាញអត្តសញ្ញាណផ្ទាល់ខ្លួនខណៈពេលដែលការដេញតាមឋានៈជារឿយៗធ្វើឲ្យអ្នកត្រូវធ្វើតាមអត្តសញ្ញាណរបស់អ្នកដទៃតាមនិយមន័យការដេញតាមឋានៈគឺជាការព្យាយាមបង្ហាញឲ្យអ្នកដទៃឃើញនៅអ្វីដែលពួកគេចង់ឃើញនោះអាចជាគ្រោះថ្នាក់នៅក្នុងពិភពលោកដែលមនុស្សមានភាពខុសគ្នាខ្លាំងខុសគ្នានៅក្នុងចំណង់ចំណូលចិត្តគោលដៅនិងជំនាញអ្នកអាចនឹងចំណាយពេលនិងលុយកាក់យ៉ាងច្រើនដើម្បីសម្ដែងឲ្យមនុស្សដែលអ្នកមិនចូលចិត្តមើលពីព្រោះពួកគេខុសប្លែកពីអ្នកខ្លាំងពេកជាពិសេសនៅពេលអ្នកស្មោះត្រង់នឹងខ្លួនឯងអំពីអ្នកជានរណានិងអ្វីដែលអ្នកចង់បានពីជីវិតការធ្វើតាមទស្សនៈរបស់អ្នកដទៃគឺជាការលះបង់ដែលមានតម្លៃពិតប្រាកដប៉ុន្តែលាក់កំបាំងនៅក្នុងជីវិតផ្ទុយទៅវិញអត្ថប្រយោជន៍គឺជាការគិតតែពីខ្លួនឯងដ៏ស្រស់ស្អាតមួយគោលដៅចម្បងរបស់អ្នកគឺការធ្វើឲ្យជីវិតផ្ទាល់ខ្លួនរបស់អ្នកនិងមនុស្សដែលអ្នកស្រឡាញ់កាន់តែប្រសើរឡើងទោះបីជាមតិឬការយកចិត្តទុកដាក់របស់អ្នកដទៃទៅជាយ៉ាងណាក៏ដោយក្នុងនាមជាអ្នកនិពន្ធខ្ញុំតែងតែជឿជាក់លើអ្វីដែលខ្ញុំហៅថាការសរសេរបែបអាត្មានិយមខ្ញុំសរសេរសម្រាប់អ្នកអានតែម្នាក់គត់គឺរូបខ្ញុំផ្ទាល់ខ្ញុំសរសេររឿងដែលខ្ញុំយល់ថាគួរឲ្យចាប់អារម្មណ៍អំពីប្រធានបទដែលខ្ញុំយល់ថាមានប្រយោជន៍ដោយមិនបាច់ឆ្ងល់ថាអ្នកមានអារម្មណ៍ដូចគ្នាឬអត់វាមិនត្រឹមតែធ្វើឲ្យរីករាយជាងមុនប៉ុណ្ណោះទេប៉ុន្តែខ្ញុំគិតថាវាបង្កើតបានស្នាដៃដែលល្អជាងមុនឃ្លាសរសេរទូទៅស្គាល់អ្នកអានរបស់អ្នកអាចប្រែទៅជាការផ្គាប់ចិត្តអ្នកអានដោយគ្មានការអៀនខ្មាស់យ៉ាងឆាប់រហ័សដែលបំផ្លាញការសរសេរជាច្រើនគំនិតដូចគ្នានេះអាចអនុវត្តបានចំពោះរឿងជាច្រើនក្នុងជីវិតរួមទាំងរបៀបដែលអ្នកចាយលុយផងដែរនៅពេលអ្នកឲ្យតម្លៃលើអត្ថប្រយោជន៍លើឋានៈអ្វីដែលកើតឡើងពិតប្រាកដគឺថាអ្នកឲ្យតម្លៃលើភាពជាបុគ្គលលើសពីការធ្វើតាមគ្នាលទ្ធផលដែលទទួលបានដូចជាក្នុងការសរសេរដែរវាមិនត្រឹមតែផ្ដល់នៅភាពពេញចិត្តប៉ុណ្ណោះទេប៉ុន្តែថែមទាំងបង្កើតបានលទ្ធផលកាន់តែប្រសើរទៀតផងតាមរយៈការអនុញ្ញាតឲ្យខ្លួនឯងធ្វើជាខ្លួនឯងដោយមិនបាច់ផ្គាប់ចិត្តអ្វីដែលអ្នកដទៃចង់ឲ្យអ្នកខ្លាចជាអ្នកនឹងអាចផ្ដោតលើអ្វីដែលអ្នកពូកែនិងអ្វីដែលធ្វើឲ្យអ្នកមានសុភមង្គលពិតប្រាកដសាកល្បងវាទៅហើយអ្នកប្រហែលជានឹងឃើញថាអ្នកពូកែខ្លាំងណាស់នៅក្នុងការធ្វើជាខ្លួនឯងប៉ុន្តែជាអ្នកសម្ដែងដ៏អន់ម្នាក់ក្នុងអ្វីដែលអ្នកសន្មតថាអ្នកដទៃចង់ឲ្យអ្នកធ្វើហេតុផលទី2ភាពរីករាយដែលអ្នកទទួលបានពីអត្ថប្រយោជន៍អាចមានភាពយូរអង្វែងជាងភាពរីករាយដែលទទួលបានពីឋានៈពន្លឺនៃភាពជោគជ័យក្នុងវិស័យជាច្រើននៃជីវិតគឺភាពធន់និងនិរន្តរភាពខ្ញុំមិនចាប់អារម្មណ៍នឹងអ្វីដែលមិនមាននិរន្តរភាពនោះទេការចាយលុយទៅលើឋានៈអាចផ្ដល់រង្វាន់ប៉ុន្តែវាជារឿយៗមានអាយុកាលខ្លីសូម្បីតែនៅពេលអ្នកទទួលបានការចាប់អារម្មណ៍ពីអ្នកដទៃដោយជោគជ័យក៏ដោយអ្នកជារឿយៗគ្រាន់តែបដូរការសម្លឹងរបស់អ្នកទៅកាន់កម្រិតខ្ពស់បន្ទាប់នៃឋានៈសង្គមភ្លាមក្នុងរបៀបមួយដែលធ្វើឲ្យអ្នកមិនមានភាពពេញចិត្តលើសពីមុនឡើយឋានៈគឺជាអ្វីដែលប្រែប្រួលហើយនិន្នាការដែលសង្គមវាស់ស្ទង់អ្នកផ្លាស់ប្ដូររៀងរាល់ 2-3 ឆ្នាំម្ដងដែលបង្ខំឲ្យអ្នកត្រូវសម្របខ្លួនទោះបីជាត្រូវចំណាយអ្វីក៏ដោយវាមិនមែនជាលបែងដែលថោកនោះទេ
ខួរក្បាលក៏ពូកែណាស់ក្នុងការឆ្លើយសំណួរអ្វីក៏ដោយដែលអ្នកដាក់ឲ្យវាហើយការបង្អែបង្អង់ចិត្តរបស់អ្នកជានិច្ចជាមួយនឹងគំនិតថាតើអ្នកកំពុងធ្វើឲ្យអ្នកដទៃចាប់អារម្មណ៍ឬអត់គឺជាផ្លូវកាត់ទៅកាន់អារម្មណ៍មិនគ្រប់គ្រាន់និងខ្វះសុវត្ថិភាពការចំណាយលើអត្ថប្រយោជន៍ទំនងជាមានភាពយូរអង្វែងជាងខ្ញុំមិនដឹងថារបស់ប្រភេទណាដែលនឹងធ្វើឲ្យអ្នកដទៃចាប់អារម្មណ៍នៅ10ឆ្នាំខាងមុខនោះទេប៉ុន្តែខ្ញុំដឹងស្ទើរតែច្បាស់ថាខ្ញុំនឹងឲ្យតម្លៃលើភាពផាសុកភាពភាពជឿជាក់ភាពងាយស្រួលនិងដែលសំខាន់បំផុតការចំណាយពេលមានគុណភាពជាមួយមនុស្សដែលខ្ញុំស្រឡាញ់និងកោតសរសើរខ្ញុំបានសរសេរក្នុងសៀវភៅ Same as Ever របស់ខ្ញុំថារឿងដែលមិនធ្លាប់ផ្លាស់ប្ដូរមានសារៈសំខាន់ពីព្រោះអ្នកអាចដាក់ទំនុកចិត្តយ៉ាងខ្លាំងក្នុងការដឹងពីរបៀបដែលពួកវានឹងកំណត់រូបរាងនាពេលអនាគតដែលអនុញ្ញាតឲ្យអ្នកវិនិយោគយ៉ាងខ្លាំងលើពួកវាខ្ញុំដឹងថាពេលខ្ញុំអាយុ90ឆ្នាំខ្ញុំនឹងឲ្យតម្លៃលើផ្ទះដែលមានទិដ្ឋភាពស្អាតនិងការចងចាំជាមួយកូនៗរបស់ខ្ញុំដូច្នេះខ្ញុំអាចវិនិយោគលើអត្ថប្រយោជន៍ដែលរឿងទាំងនោះផ្ដល់ឲ្យប៉ុន្តែសម្លៀកបំពាក់មួយចំនួនគ្រឿងអលង្ការផ្ទះធំឡានលឿនអ្វីដែលមើលទៅអស្ចារ្យនៅថ្ងៃនេះអាចមើលទៅគួរឲ្យអស់សំណើចសូម្បីតែគួរឲ្យខ្មាស់អៀនត្រឹមតែមួយឆ្នាំក្រោយពីនេះនៅពេលដែលអ្នកនឹងសង្គមផ្លាស់ប្ដូរវាគឺជាគំនិតសាមញ្ញបំផុតដែលអាចផ្លាស់ប្ដូររបៀបដែលអ្នកគិតអំពីការចាយលុយយ៉ាងជ្រាលជ្រៅបន្ទាប់មកគឺជារឿងរ៉ាវដ៏រន្ធត់មួយអំពីពាក្យចុងក្រោយរបស់តារាសម្ដែងម្នាក់ហានិភ័យនឹងការសោកស្ដាយដំបូន្មានល្អមិនដែលសាមញ្ញត្រឹមតែនិយាយថារស់នៅសម្រាប់ថ្ងៃនេះឬសន្សំសម្រាប់ថ្ងៃអនាគតនោះទេដំបូន្មានល្អតែមួយគត់គឺការកាត់បន្ថយការស្ដាយក្រោយនាពេលអនាគតពាក្យចុងក្រោយរបស់តារាសម្ដែង David Cassidy គឺពេលវេលាដែលខ្ជះខ្ជាយច្រើនណាស់ So much waste time វាជារឿងដ៏អាក្រក់ណាស់ដែលដឹងខ្លួននៅពេលដែលវាហួសពេលទៅហើយខ្ញុំឆ្ងល់ថាតើវានឹងក្លាយជារឿងធម្មតាទេខណៈដែលពួកយើងជាច្រើនចំណាយពេលពេញមួយថ្ងៃអស់មើលបណ្ដាញសង្គមដោយគ្មានគោលដៅ Daniel Kahneman ធ្លាប់បាននិយាយថាផ្នែកដ៏សំខាន់មួយនៃការក្លាយជាអ្នកពូកែខាងលុយកាក់គឺការមានការយល់ដឹងច្បាស់លាស់អំពីការស្ដាយក្រោយនាពេលអនាគតរបស់អ្នកត្រូវយល់ឲ្យបានត្រឹមត្រូវថាតើអ្នកមានអារម្មណ៍យ៉ាងណាចំពោះការសម្រេចចិត្តបច្ចុប្បន្នរបស់អ្នកនៅចំណុចផ្សេងៗគ្នានាពេលអនាគតខ្ញុំចូលចិត្តការសង្កេតនោះព្រោះវាមានឥទ្ធិពលខ្លាំងប្រហែលជាការស្ដាយក្រោយគឺជានិយមន័យល្អបំផុតនៃហានិភ័យនៅពេលដោះស្រាយជាមួយលុយកាក់ហានិភ័យមិនមែនជាចំនួនដែលអ្នកអាចនឹងបាត់បង់នោះទេវាក៏មិនមែនជាអារម្មណ៍របស់អ្នកនៅពេលអ្នកបាត់បង់វាដែរយូរទៅបទពិសោធន៍ដ៏ជឿចាប់ជាច្រើនបានคล้ายជាមេរៀនដ៏មានតម្លៃហានិភ័យពិតប្រាកដគឺការស្ដាយក្រោយឬការខ្វះខាតរបស់វាដែលអាចនឹងកើតឡើងក្នុងរយៈពេលច្រើនឆ្នាំឬរាប់ទសវត្សរ៍ក្រោយមកគោលគំនិតនោះដើរតួនាទីសំខាន់នៅពេលគិតពីរបៀបចាយលុយទំនាស់ដ៏ធំបំផុតមួយនៅពេលគ្រប់គ្រងលុយគឺការស្វែងរកតុល្យភាពដ៏ល្អរវាងកម្លាំងដ៏មានឥទ្ធិពលបំផុតពីរនៅក្នុងពិភពលោកកម្លាំងទី1គឺការប្រាក់រួមបញ្ចូលគ្នា compound interest ដែលបង្វែរការអត់ធ្មត់នៅថ្ងៃនេះឲ្យคล้ายជាទ្រព្យសម្បត្តិដ៏ច្រើននៅថ្ងៃស្អែកកម្លាំងទី2គឺការពិតដែលថាអ្នកកំពុងខិតជិតទៅរកសេចក្តីស្លាប់មួយថ្ងៃទៀតហើយបើប្រៀបធៀបនឹងម្សិលមិញដូច្នេះចូលធ្វើឲ្យអស់ពីសមត្ថភាពនៅក្នុងពេលវេលាដ៏ខ្លីរបស់អ្នកនៅទីនេះនិងរីករាយរាល់ថ្ងៃដែលអ្នកមានសំណាងបានរស់រានមានជីវិតមានសុភាសិត Scotland មួយពោលថាចូលមានសេចក្តីសុខនៅពេលអ្នកកំពុងរស់នៅព្រោះអ្នកនឹងស្លាប់ទៅយូរណាស់ការតស៊ូគឺការដឹងថាតើអ្នកគួរវិនិយោគប៉ុន្មានសម្រាប់អនាគតនិងចាយប៉ុន្មាននៅថ្ងៃនេះវាមិនមែនជាបញ្ហាងាយស្រួលដោះស្រាយទេហើយវាជារឿងផ្ទាល់ខ្លួនបំផុតមិនមែនជារឿងដែលអ្នកអាចប្រើរូបមន្តតែមួយសម្រាប់មនុស្សគ្រប់គ្នានោះទេអនុញ្ញាតឲ្យខ្ញុំប្រាប់អ្នកនៅរឿងរ៉ាវអំពីអាយុកាលរបស់សត្វដើម្បីបញ្ជាក់ពីអ្វីដែលខ្ញុំចង់មានន័យសូមគិតដល់ត្រីហ្គាភីដ៏កំសត់ដែលរស់នៅក្នុងជីវិតដ៏វេទនាប៉ុន្តែបង្រៀនយើងនៅអ្វីដែលសំខាន់អំពីការស្មានទុកជាមុនពីអនាគត
មានរូបរាងតូចមានពណ៌ស្រស់ឆើតឆាយនិងអនខាងការពារខ្លួនត្រីកាភីប្រឈមមុខនឹងអត្រាការវាយប្រហារពីសត្វចង្រៃខ្ពស់ខុសធម្មតាសត្វបក្សីស៊ីកាភីត្រីតូចស៊ីកាភីត្រីធំស៊ីកាភីក្តាមស៊ីកាភីវាគឺជាអាហារថ្ងៃត្រង់ដ៏ពេញនិយមរបស់អ្នកគ្រប់គ្នាតើពូជសត្វដែលស្ថិតនៅក្រោមការគំរាមកំហែងខ្លាំងបែបនេះជៀសផុតពីការផុតពូជដោយរបៀបណាសរុបមកកាភីចាប់ផ្ដើមរវល់ភ្លាមនៅពេលកើតពួកវាអាចបន្តពូជបាននៅអាយុ7សប្តាហ៍និងបង្កើតកូនថ្មីរៀងរាល់30ថ្ងៃនៅពេលដែលកាភីអាយុ6ខែត្រូវបានបក្សីស៊ីវាក៏ប្រហែលជាបានក្លាយជាយាយទួតទៅហើយគ្រួសារវានៅតែបន្តរស់នៅប៉ុន្តែល្បិចវិវត្តនេះមានគុណវិបត្តិដ៏អាក្រក់មួយដោយដឹងថាពួកគេស្ថិតនៅក្នុងគ្រោះថ្នាក់ខ្លាំងប៉ុណ្ណាត្រីកាភីប្រើប្រាស់ថាមពលស្ទើរតែទាំងអស់លើការបន្តពូជចាប់ពីពេលដែលពួកវាកើតមកពួកវាធំលូតលាស់លឿនបំផុតតាមដែលអាចធ្វើទៅបានបន្ទាប់មកផ្ដល់ធនធានមួយផ្នែកធំសម្រាប់ចិញ្ចឹមកូនវានាំឲ្យសល់ថាមពលតិចតួចណាស់សម្រាប់ថែទាំខ្លួនឯងរាងកាយរបស់ពួកវាត្រូវបានសាងសង់ឡើងយ៉ាងតក់ក្រហល់ដូចជាប្រដាប់ក្មេងលេងជ័រថោកដែលមានធនធានតិចតួចណាស់សម្រាប់ការជួសជុលនិងថែទាំកោសិកានៅអាយុ1ឆ្នាំឬ2ឆ្នាំត្រីកាភីបានក្លាយជាមនុស្សចាស់ដែលទ្រុឌទ្រោមពិការដោយសារជំងឺនិងការធ្លាក់ចុះហើយមិនយូរប៉ុន្មានក៏ងាប់ថ្ងាពោះនោះហើយជាអ្វីដែលគួរតែជាគ្មានប្រយោជន៍ក្នុងការវិនិយោគលើអនាគតទេនៅពេលដែលអ្នកទំនងជានឹងត្រូវគេស៊ីយ៉ាងណាក៏ដោយវាគឺជាទស្សនវិជ្ជាជីវិតចុងក្រោយនៃ YOLO YOLO You Only Live Once អ្នករស់បានតែម្ដងគត់ឥឡូវនេះចូលប្រៀបធៀបត្រីកាភីជាមួយត្រីឆ្លាម Greenland ដែលជីវិតរបស់វាគឺផ្ទុយស្រឡះត្រីឆ្លាមគ្មានសត្វណាជាសត្រូវធម្មជាតិឡើយវាគ្រប់គ្រងជំរករបស់វាដូចជាជនផ្ដាច់ការដោយមានការគំរាមកំហែងតិចតួចវាត្រូវការពេលវេលាយ៉ាងយូរដើម្បីក្លាយជាមនុស្សពេញវ័យវាគឺជាសត្វដែលលូតលាស់យឺតបំផុតមួយដែលយើងបានរកឃើញដោយឈានដល់វ័យបន្តពូជនៅអាយុ150ឆ្នាំហើយនេះមិនមែនជាការសរសេរខុសទេគឺ150ឆ្នាំក្នុងពេលជាមួយគ្នានេះវាចំណាយពេលជាង1សតវត្សដើម្បីផ្ដល់ធម៌ពលក្នុងការកសាងរាងកាយដ៏ល្អឥតខ្ចោះឲ្យខ្លួនឯងយឺតនិងមានរបៀបរៀបរយជាមួយនឹងធនធានទាំងអស់ដែលទៅរកការជួសជុលនិងថែទាំកោសិកាវាស្ទើរតែមានភាពស៊ាំទៅនឹងជំងឺមហារីកនិងជំងឺឆ្លងវាគឺជាអ្នកវិនិយោគរយៈពេលវែងដ៏អស្ចារ្យបំផុតសន្សំសម្រាប់អនាគតផ្ដល់ធនធាននៅថ្ងៃនេះដើម្បីធានាថាវាអាចមានជីវិតល្អក្នុងរយៈពេលរាប់សតវត្សទៅមុខទៀតតាមដែលយើងអាចដឹងបានត្រីឆ្លាមដែលហៅថា Greenland អាចរស់នៅបាន500ឆ្នាំឬប្រហែលជាច្រើនជាងនេះចំណុចសំខាន់គឺថាធម្មជាតិពូកែខ្លាំងណាស់ក្នុងការវាយតម្លៃហានិភ័យនាពេលអនាគតនិងបែងចែកធនធានតាមនោះសម្រាប់ត្រីកាភីធម្មជាតិមើលទៅហានិភ័យនាពេលអនាគតជាក់ស្ដែងហើយនិយាយថាមានហានិភ័យជាច្រើនកំពុងលាក់ខ្លួនកុំខ្វល់ខ្វាយពីការរៀបចំផែនការសម្រាប់អនាគតឡើយសម្រាប់ត្រីឆ្លាមវាប្រាប់ថាអនាគតរបស់អ្នកច្បាស់លាស់និងអាចមើលឃើញទុកជាមុនបានចូលរៀបចំផែនការដោយទំនុកចិត្តចុះសត្វភាគច្រើនគឺជាម្ចាស់លើតុល្យភាពនេះដោយបែងចែកធនធានរវាងវិនិយោគសម្រាប់អនាគតនិងរស់នៅសម្រាប់ថ្ងៃនេះប្រកបដោយប្រសិទ្ធភាពតាមដែលអាចធ្វើទៅបានប៉ុន្តែមនុស្សដែលព្យាយាមព្យាករពីគន្លងនៃជីវិតរបស់ពួកគេវិញឬតើពួកគេគួរចាយប៉ុន្មាននៅថ្ងៃនេះប្រៀបធៀបនឹងការសន្សំសម្រាប់ថ្ងៃស្អែកតើពួកគេអាចរស់នៅបានយូរប៉ុណ្ណាតើពួកគេនឹងស្ដាយក្រោយនៅអ្វីខ្លះពួកគេទំនងជាធ្វើរឿងទាំងនេះបានអន់ណាស់អ្វីដែលជីវសាស្ត្របានធ្វើជាម្ចាស់ទៅហើយនោះអារម្មណ៍របស់មនុស្សសម័យទំនើបបានបរាជ័យដើម្បីនិយាយតាមរបៀបរបស់ Nassim Taleb ពិភពលោកត្រូវបានបែងចែកស្មើគ្នារវាងអ្នកដែលមិនដឹងពីរបៀបចាប់ផ្ដើមចាយលុយនិងអ្នកដែលមិនដឹងថាពេលណាត្រូវឈប់អ្នកឃើញរឿងនេះនៅក្នុងទស្សនវិជ្ជាហិរញ្ញវត្ថុដែលពេញនិយមនៅម្ខាងនៃវិសាលគមអ្នកមានចលនា FIRE ឯករាជ្យភាពហិរញ្ញវត្ថុចូលនិវត្តន៍លឿនដែលលើកកម្ពស់ការសន្សំយ៉ាងខ្លាំងនិងការ
លះបង់ស្ទើរតែដូចជាជំងឺចំពោះការរស់នៅដោយសន្សំសំចៃវាមើលទៅហាក់ដូចជាមានការប្រុងប្រយ័ត្នប៉ុន្តែវាអាចមានគ្រោះថ្នាក់មិនគួរឲ្យជឿនៅក្នុងសៀវភៅរបស់គាត់គឺ Die with Zero Bill Perkin បានសរសេរថាសូមស្រមៃថាប្រសិនបើដល់ពេលអ្នកស្លាប់អ្នកបានធ្វើគ្រប់យ៉ាងដែលគេបានប្រាប់ឲ្យធ្វើអ្នកធ្វើការធ្ងន់សន្សំលុយនិងទន្ទឹងរង់ចាំសេរីភាពបរិញ្ញវត្ថុនៅពេលអ្នកចូលនិវត្តន៍អ្វីដែលអ្នកបានខ្ជះខ្ជាយតែមួយគត់នៅតាមផ្លូវនោះគឺជីវិតរបស់អ្នកនៅម្ខាងទៀតនៃវិសាលគមគឺក្រុម YOLO ដែលបុកការជួញដូរប្រចាំថ្ងៃលើភាគហ៊ុនកាក់ដែលចិត្តខ្សែធននិងកាក់គ្រីបតូដើម្បីក្លាយជាអ្នកមានឲ្យបានឆាប់តាមដែលអាចធ្វើទៅបានដោយមានការមើលងាយចំពោះអ្នកដែលវិនិយោគសម្រាប់ការឡើងថ្លៃទីផ្សារភាគហ៊ុនរយៈពេលវែងយុវជនអាយុ22ឆ្នាំម្នាក់ដែលប្រើប្រាស់ប្រាក់ចំណេញពីការជួញដូរប្រចាំថ្ងៃដើម្បីទិញឡាន Lamborghini ពណ៌លឿងគឺជាវីរបុរសក្រៅផ្លូវការរបស់ពួកគេអ្នកដឹងច្បាស់ហើយថាតើរឿងនោះនឹងបញ្ចប់ទៅយ៉ាងណាជាចុងក្រោយទស្សនវិជ្ជាហិរញ្ញវត្ថុដែលទាក់ទាញបំផុតជារឿយៗប្រថុយនឹងការស្ដាយក្រោយនាពេលអនាគតអ្នកនិពន្ធ Nick Majuli និយាយថាការទទួលហានិភ័យតិចពេកគឺដូចជាការជក់បារីការទទួលហានិភ័យច្រើនពេកគឺដូចជាការប្រើហេរ៉ូអ៊ីនទាំងពីរនេះនឹងបង្កគ្រោះថ្នាក់ដល់អ្នកខុសគ្នាតែថាតើវានឹងមានលទ្ធផលលឿនប៉ុណ្ណាតែប៉ុណ្ណោះហើយសង្គមកាន់តែមានបានបញ្ហានេះក៏កាន់តែពិបាកដោះស្រាយក្នុងប្រវត្តិសាស្ត្រភាគច្រើនជនជាតិអាមេរិកភាគច្រើនមានសេដ្ឋកិច្ចប្រហាក់ប្រហែលនឹងត្រីកាភីដែលរស់នៅក្នុងស្ថានភាពហិរញ្ញវត្ថុដ៏គ្រោះថ្នាក់រហូតដល់គ្រាន់តែគិតពីការសន្សំសម្រាប់ពេលចូលនិវត្តន៍ឬតាមពិតគឺគោលគំនិតនៃការចូលនិវត្តន៍ទាំងមូលគឺជាអ្វីដែលមិនអាចទៅរួចនៅពេលយើងក្លាយជាអ្នកមានកាន់តែខ្លាំងឥឡូវនេះយើងមានសំណាងគ្រប់គ្រាន់ក្នុងការឆ្លើយសំណួរអំពីរបៀបសន្សំសម្រាប់អនាគតខណៈពេលដែលរីករាយនឹងថ្ងៃនេះដែលវាហាក់ដូចជារឿងមិនសមហេតុផលសម្រាប់មនុស្សជំនាន់មុន100ឆ្នាំមុនយុវជនអាយុ22ឆ្នាំម្នាក់អាចរំពឹងថានឹងរស់នៅដល់អាយុ62ឆ្នាំសប្តាហ៍ថ្ងៃនេះយុវជនអាយុ22ឆ្នាំម្នាក់ត្រូវបានគេសួរឲ្យចាប់ផ្ដើមសន្សំសម្រាប់ពេលចូលនិវត្តន៍ដែលអាចចាប់ផ្ដើមនៅអាយុ62ឆ្នាំនិងបន្តរយៈពេល3ទសវត្សរ៍ទៀត1/3នៃស្ត្រីវ័យក្មេងនៅអាមេរិកឥឡូវនេះអាចរំពឹងថានឹងរស់ដល់អាយុ90ឆ្នាំក្មេងម្នាក់ក្នុងចំណោមក្មេងៗក្នុងថ្នាក់មត្តេយ្យនីមួយៗនៅថ្ងៃនេះអាចរំពឹងថានឹងរស់លើសអាយុ100ឆ្នាំដែលជាមនុស្សជំនាន់ក្រោយទាំងមូលបន្ទាប់ពីពួកគេរំពឹងថាឈប់ធ្វើការក្នុងពេលជាមួយគ្នានេះកម្មករអាយុ22ឆ្នាំរូបនោះទំនងជាទទួលបានប្រាក់ចំណូលច្រើនជាងជីដូនជីតារបស់ពួកគេនៅអាយុដូចគ្នានិងមានឱកាសទទួលបានការចាយលុយដែលមិនមានកាលពីជំនាន់មុនពួកគេមានឱកាសកាន់តែច្រើនក្នុងការចំណាយលើការធ្វើដំណើរការប្រគំតន្ត្រីការទទួលទានអាហារនិងរបស់របរដែលដឹកជញ្ជូនក្នុងថ្ងៃតែមួយដែលបុព្វបុរសរបស់ពួកគេមិនអាចស្រមៃដល់ឡើយយើងមានសំណាងណាស់ដែលបានរស់នៅក្នុងពិភពលោកដែលមានឱកាសច្រើនក្នុងការប្រើប្រាស់លុយឥឡូវនេះដើម្បីទទួលបានបទពិសោធន៍ជីវិតដ៏ល្អរឿងពីរយ៉ាងនោះគឺការសន្សំសម្រាប់ថ្ងៃស្អែកខណៈពេលដែលនៅតែរស់នៅសម្រាប់ថ្ងៃនេះបង្កឲ្យមនុស្សជាច្រើនមានការព្រួយបារម្ភយ៉ាងខ្លាំងរឿងដែលគួរឲ្យចង់សោចគឺថាសង្គមកាន់តែមានបានហើយយើងរស់នៅកាន់តែយូរយើងក៏កាន់តែមានឱកាសច្រើនក្នុងការធ្វើឲ្យហិរញ្ញវត្ថុរបស់យើងមានបញ្ហាដែលអាចបន្សល់ទុកឲ្យយើងនៅការស្ដាយក្រោយខ្ញុំក៏មិនមែនជាអ្នកមានភាពស៊ាំនឹងរឿងនេះដែរខ្ញុំជាអ្នកសន្សំដ៏ធំនិងជាអ្នកវិនិយោគរយៈពេលវែងក្នុងពេញមួយជីវិតវ័យក្មេងរបស់ខ្ញុំចូលចិត្តគំនិតនៃការកើនឡើងលុយនិងការយឺតយ៉ាវនៃភាពពេញចិត្ត delay gratification ប៉ុន្តែខ្ញុំមិនចង់ជួបវាសនាដោយ David Cassidy ដែលក្រឡេកមើលទៅក្រោយនៅចុងបញ្ចប់នៃជីវិតហើយដឹងថាខ្ញុំបានខ្ជះខ្ជាយពេលវេលាដ៏ខ្លីរបស់ខ្ញុំនៅលើផែនដីនេះដោយបដិសេធមិនឲ្យខ្លួនឯងមានជីវិតដ៏រីករាយដោយសារតែការស្មោះត្រង់ដាច់ខាតចំពោះការកសាងទ្រព្យសម្បត្តិនោះទេ
ខ្ញុំបានកត់សម្គាល់ឃើញការផ្លាស់ប្ដូរដ៏សំខាន់មួយនៅក្នុងការគិតរបស់ខ្ញុំដែលវាអាចអនុវត្តបានចំពោះអ្នកជាច្រើនផងដែរវាជារឿងដែលគួរឲ្យតក់ស្លុតនៅក្នុងការពិតប៉ុន្តែគ្មានព័ត៌មានណាមួយក្នុងលោកដែលមានឥទ្ធិពលជាការដឹងឲ្យច្បាស់ថាតើអ្នកសល់ពេលប៉ុន្មានទៀតដើម្បីរស់នៅនោះទេវាមានឥទ្ធិពលខ្លាំងរហូតដល់មនុស្សជាច្រើននិយាយថាពួកគេមិនចង់ដឹងទេទោះបីជាពួកគេអាចដឹងក៏ដោយវានឹងគួរឲ្យខ្លាចពេកហើយវានឹងធ្វើឲ្យបាត់បង់អត្ថកម្បាំងនៃជីវិតប៉ុន្តែស្ទើរតែគ្មានអ្វីនៅក្នុងជីវិតរបស់អ្នកនឹងនៅដដែលប្រសិនបើអ្នកបានដឹងខ្ញុំបានជួបនរណាម្នាក់កាលពីប្រហែលឆ្នាំមុននៅពេលយើងបែកគ្នាគាត់បាននិយាយថាជីវិតគឺវែងឆ្ងាយណាស់ខ្ញុំសង្ឃឹមថាយើងនឹងរក្សាទំនាក់ទំនងគ្នាជីវិតគឺវែងឆ្ងាយគ្មាននរណានិយមនិយាយពាក្យនេះទេពួកគេតែងតែនិយាយថាជីវិតខ្លីណាស់ប៉ុន្តែតាមពិតវាអាចជាយ៉ាងណាក៏បានយើងគ្មានដឹងឡើយទស្សនវិជ្ជាជីវិតខ្លីណាស់និយាយថាកុំរងចាំចូលទៅសប្បាយរស់នៅក្នុងជីវិតដ៏អស្ចារ្យញ៉ាំផឹកនិងសប្បាយរីករាយព្រោះថ្ងៃស្អែកយើងនឹងស្លាប់ប្រសិនបើជីវិតរបស់អ្នកខ្លីជាងអ្វីដែលអ្នករំពឹងទុកស្ទើរតែគ្រប់គ្នានឹងអនុវត្តតាមដំបូន្មាននោះអ្នកក៏ទំនងជានឹងអភ័យទោសបំភ្លេចនិងមិនខ្វល់ខ្វាយអំពីការរំខានបន្តិចបន្តួចដោយដឹងថាជាមួយនឹងពេលវេលាដ៏មានកំណត់ដើម្បីរីករាយនឹងរឿងល្អៗវាមិនមានប្រយោជន៍អ្វីក្នុងការមានចិត្តជូរចត់ឡើយអ្នកនឹងកោតសរសើររាល់ថ្ងៃលិចហាត់ក្លិនការនិងទូរស័ព្ទទៅមិត្តចាស់អ្នកនឹងមិនរំលងសំបីតែការប្រកួតបាល់បោះរបស់កូនអ្នកម្ដងណាឡើយផ្នែកមួយនៃមូលហេតុដែលអតីតប្រធានាធិបតី Lyndon Johnson មានធម៌ពលនិងមហិច្ឆតាច្រើនគឺដោយសារតែគាត់តែងតែខ្លាចថាគាត់នឹងស្លាប់នៅវ័យក្មេងចុះទស្សនវិជ្ជាជីវិតគឺវែងឆ្ងាយវិញប្រសិនបើអ្នកដឹងថាអ្នកនឹងរស់បានដល់អាយុ102ឆ្នាំអ្នកប្រហែលជានឹងមិនមានអារម្មណ៍ប្រញាប់ប្រញាល់ដូចថ្ងៃនេះទេអ្នកនឹងមិនសូវមានការថប់បារម្ភអំពីអាជីពរបស់អ្នកឡើយអ្នកនឹងមិនមានអារម្មណ៍ខុសក្នុងការគេងឲ្យឆ្អែតឈប់សម្រាករយៈពេលវែងឬប្រើប្រាស់ប្រាក់វិស្សមកាលរបស់អ្នកទាំងអស់នោះទេអ្នកនឹងដាំដើមឈើដើម្បីមើលពួកវាធំឡើងនិងថតរូបកាន់តែច្រើនដើម្បីទុកជាអនុស្សាវរីយ៍អ្នកនឹងមានឆន្ទៈកាន់តែខ្លាំងក្នុងការរៀនជំនាញថ្មីអ្នកនឹងថែរក្សាសន្លាក់ឆ្អឹងរបស់អ្នកបានប្រសើរជាងមុនហើយការវិនិយោគរយៈពេលវែងនឹងកាន់តែគួរឲ្យរំភើបប៉ុន្តែការពិតគឺថាគ្មាននរណាម្នាក់ដឹងថាពួកគេនឹងនៅបានយូរប៉ុណ្ណានោះទេទោះយ៉ាងណាក៏ដោយខ្ញុំយល់ថាវាមានប្រយោជន៍នៅក្នុងការគិតអំពីអ្វីដែលវានឹងកើតឡើងប្រសិនបើអ្នកដឹងខ្លួនថាអ្នកជិតដល់ទីបញ្ចប់នៅចំណុចផ្សេងគ្នាក្នុងជីវិតរបស់អ្នកគំនិតនៃការដេកនៅលើគ្រែរងចាំសេចក្តីស្លាប់រួចក្រឡេកមើលទៅក្រោយដោយការស្ដាយក្រោយចំពោះជីវិតដែលពោពេញដោយឱកាសដែលបានខកខានវិស្សមកាលដែលខ្ញុំគួរតែបានទៅឡានដែលខ្ញុំគួរតែបានទិញបានផ្លាស់ប្ដូរភ្លាមនៅពេលដែលខ្ញុំក្លាយជាឪពុកខ្ញុំមានកូនតូចនៅពេលខ្ញុំធ្វើលំហាត់ផ្លូវចិត្តដ៏តក់ស្លុតដោយស្រមៃថាត្រូវបញ្ចប់ជីវិតនៅថ្ងៃស្អែកខ្ញុំគិតថាខ្ញុំនឹងមានអារម្មណ៍ធូរស្រាលនិងមានមោទនភាពដែលដឹងថាការលះបង់សម្ភារៈដែលខ្ញុំបានធ្វើដើម្បីសន្សំលុយបន្ថែមនឹងផ្ដល់ឲ្យភរិយានិងកូនរបស់ខ្ញុំនៅប្រាក់សន្សំដ៏មានន័យមួយជំរាបទួយមកវិញគឺការជិតស្លាប់ហើយដឹងថាក្រុមគ្រួសារវ័យក្មេងរបស់អ្នកជិតនឹងប្រឈមមុខនឹងបន្ទុកហិរញ្ញវត្ថុដោយសារតែអ្នកបានចាយវាយ៉ាងច្រើននិងធ្វើឲ្យខ្ញុំពោពេញដោយវិបដិសារីស្ដាយក្រោយខ្លាំងណាស់ចំពោះខ្ញុំវានឹងធ្វើឲ្យខ្ញុំក្រឡេកមើលទៅក្រោយនៅរាល់ដំណើរកម្សាន្តនិងការទទួលទានអាហារនិងការចំណាយផ្សេងហើយគិតថាពេលវេលាដែលខ្ជះខ្ជាយច្រើនណាស់ពេលវេលាដែលខ្ញុំអាចប្រើដើម្បីផ្ដល់អនាគតដ៏ប្រសើរសម្រាប់គ្រួសារខ្ញុំប៉ុន្តែតើខ្ញុំនឹងនៅតែជឿជាក់លើរឿងនោះទេក្នុងរយៈពេល30ឆ្នាំទៀតនៅពេលដែលសង្ឃឹមថាកូនរបស់ខ្ញុំរស់នៅចុះសម្រុងនិងឯករាជ្យប្រហែលជាមិនដូច្នោះទេនៅពេលនោះខ្ញុំភាកច្រើននឹងស្ដាយក្រោយចំពោះដំណើរកម្សាន្តដែលខ្ញុំមិនបានទៅបទពិសោធន៍ដែលខ្ញុំមិនបានសាកល្បងការចងចាំដែលខ្ញុំមិនបានបង្កើតខ្ញុំមិនគិតថាអារម្មណ៍ទាំងនោះផ្ទុយគ្នាទេហើយខ្ញុំក៏មិនអីដែរប្រសិនបើអ្នកមិនយល់ស្របប៉ុន្តែខ្ញុំគិតថាពួកវាបង្ហាញពីការពិតដ៏សំខាន់មួយ
ដែលអនុវត្តចំពោះមនុស្សគ្រប់គ្នា